រូបភាពដែលបានបង្ហាញចេញអំពីសកម្មភាពរបស់អាជ្ញាកណ្ដាលបានបញ្ឈប់បានន័យថាអាជ្ញាកណ្ដាលក៏ប្រើឆន្ទានុសិទ្ធិណាគាត់ប្រើឆន្ទានុសិទ្ធិក្នុងការបញ្ឈប់ការប្រកួតដោយអយុត្តិធម៌បំផុតចំពោះកីឡាករបង្គោលខៀវនេះជាទស្សនៈផ្ទាល់ខ្ញុំវាជាអំពើដ៏ថោកទាបវាជាសកម្មភាពដែលបានបង្ហាញចេញអំពីភាពល្ងងខ្លៅគ្មានចំណេះជំនាញគ្មានវិជ្ជាជីវៈណាសកម្មភាពបែបនេះខ្ញុំវាយតម្លៃនិងខ្ញុំសន្និដ្ឋានបែបហ្នឹងអញ្ញាកដាលកាលពីម្សិលមិញប្រើប្រាស់នៅឆន្ទានុសិទ្ធិក្នុងការបញ្ឈប់ទៅលើកីឡាករបង្គោលខៀវទាំងសភាពកីឡាករបង្គោលខៀវនៅបែបនេះតាមរយៈបទពិសោធន៍ចំណេះជំនាញរបស់ខ្ញុំហ៊ានសន្និដ្ឋានបានថាលោកអញ្ញាកដាលគឺជាមនុស្សដែលគ្មានវិជ្ជាជីវៈណាប្រើប្រាស់នៅឆន្ទានុសិទ្ធិខុសទៅនឹងវិជ្ជាជីវៈរបស់ខ្លួនណាការប្រើប្រាស់ឆន្ទានុសិទ្ធិក្នុងការបញ្ឈប់កីឡាករណាមួយខ្ញុំសូមបង្ហាញនៅបទពិសោធន៍និងជំនាញខ្ញុំខ្លះៗតាមរយៈច្បាប់របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរអាចាស់ខ្ញុំអត់និយាយអាថ្មីទេច្បាប់ខ្ញុំរៀនជំនាន់អាចាស់អាច្បាប់ចាស់អាច្បាប់ថ្មីអាសភៅថ្មីខ្ញុំអត់បានរៀនទេសូមជម្រាបណាខ្ញុំជម្រាបទៅអស់លោកទាំងអស់ឲ្យបានជ្រាបថាតាមរយៈចំណេះជំនាញនិងបទពិសោធន៍របស់ខ្ញុំជាមួយនឹងអាចាស់អាច្បាប់ចាស់ណាអាសភៅចាស់តែខ្ញុំធ្លាប់ដឹងខ្លះៗតាមរយៈអាសភៅចាស់ចាស់អាចាស់ចាស់ពីមុនវាអត់ដែលមានក្បួននឹងទេណាច្បាប់គេមានតែអាច្បាប់អាចាស់ចាស់ប៉ុន្តែច្បាប់អាថ្មីថ្មីអាច្បាប់ថ្មីនេះខ្ញុំអត់ដឹងព្រោះសភៅគេថ្មីខ្ញុំអត់បានរៀនណាមេថ្មីសភៅថ្មីច្បាប់ថ្មីអញ្ញាកដាលថ្មីចប់ហើយមិនចាំបាច់ទៀមទារកភាពត្រឹមត្រូវរកភាពយុត្តិធម៌ហើយនឹងចង់ឃើញភាពរីកចម្រើនទេណាបើសិនជានៅតែអាច្បាប់អាថ្មីថ្មីណាចេញមកអាញាកដាលថ្មីថ្មីខ្ញុំអត់ចេះទេច្បាប់ព្រោះអត់ដែលឃើញអត់ដែលជួបច្បាប់អាចាស់ចាស់ចំនួនអាចាស់ចាស់អាច្បាប់ចាស់ខ្ញុំអត់ដែលជួបខ្ញុំអត់ដែលឃើញអញ្ចឹងក្រែងលោគេអាមេដឹកនាំថ្មីអាច្បាប់ថ្មីអាសភៅថ្មីអាញាកដាលថ្មីគេធ្វើមកថ្មីអាហ្នឹងខ្ញុំសុំតាមអត់ទាន់ប៉ុន្តែយោងតាមបទពិសោធន៍ណាយោងតាមបទពិសោធន៍ខ្ញុំយល់ឃើញថាការប្រើប្រាស់ឆន្ទានុសិទ្ធិនេះគឺមិនត្រូវតាមចំណេះជំនាញនិងវិជ្ជាជីវៈទេនេះតាមសភៅអាចាស់ចាស់តាមអាច្បាប់ចាស់អាចាស់ធ្វើជាមួយនឹងអាចាស់ចាស់អាអ្នកដឹកនាំចាស់អាអ្នកគ្រប់គ្រងចាស់ហើយនឹងកាន់សភៅចាស់គឺអត់ត្រូវទេខ្ញុំសូមនិយាយថាអត់ត្រូវទេការបញ្ឈប់ទៅបានវាមានលក្ខខណ្ឌនិងច្បាប់របស់វាច្បាប់ការប្រកួតកីឡាករមិនអាចរាប់លើសពី3ដងបានទេឧទាហរណ៍នៅក្នុងទឹកទី1កីឡាករដួលម្ដងដួលនៅក្នុងសភាពដែលធ្ងន់ធ្ងรงើបមកតថេតថាវិញវ័នមិនដួលឲ្យងើបក្រេះមករាប់ទេណាអានេះដួលងើបក្រេះមិនត្រឹមតែមិនរាប់ទេបញ្ឈប់តែច្បាប់លោកឯងបានមកពីណាឬក៏អាសភៅថ្មីអាច្បាប់ថ្មីក្រោមការដឹកនាំអាថ្មីណាខ្ញុំអត់យល់ណាខ្ញុំអត់យល់អាច្បាប់ចាស់អាអ្នកដឹកនាំចាស់ Hello ក្មេងតូច I love you ក្មេងតូចអូសុំចាំដបោកមុំអាច្បាប់ចាស់អាអ្នកដឹកនាំចាស់អាគ្រូសេរីចាស់ណាខ្ញុំអត់ឲ្យជួបច្បាប់ដែលកីឡាករវាយតាំងត្រូវឲ្យអុកក្រឹតទិសងើបក្រេះបញ្ឈរនៅចំហរឹងមាំកាយវិការបានបង្ហាញថាគាត់អត់ទាន់បាត់បង់ម្ចាស់ការទេគាត់គ្រប់គ្រងខ្លួនឯងបានគាត់នៅមានម្ចាស់ការលើខ្លួនឯងបានហេតុអីបានជាត្រូវបាញ់ឈប់គាត់ណាហេតុអីត្រូវបញ្ឈប់គាត់តែច្បាប់មកពីណាសុំមើលច្បាប់របស់អាសភៅថ្មីអាដឹកនាំថ្មីអត់លើឲ្យមេឈៀមអត់លើឲ្យខ្ញុំដឹងហើយក្រុមមួយនឹងធ្វើស៊ីមកពីអូត្រេសមិញមកធ្វើឯងក្តៅទ្រូងញ័រទ្រូងតាមពិតសិនតែក្រុមគ្នាវាទាំងអស់ប្រហែលអ្នកវានឹងគ្មានអារុយមានអាពុជមានហេលីគាត់អង្គុយសោចអូខេតោះខ្ញុំសូមបញ្ជាក់ទៅកាន់បងប្អូនមហាជនអ្នកគាំទ្រគុណខ្មែរឲ្យបានជ្រាបថាពាក់ព័ន្ធនឹងឆន្ទានុសិទ្ធិដែលអញ្ញាកណ្ដាលណាបានប្រើប្រាស់កាលពីម្សិលមិញទៅលើការប្រកួតរវាងកីឡាករកម្ពុជានិងកីឡាករខ្មែរហើយនៅពេលដែលកីឡាករបង្គោលក្រហមវាយត្រូវបង្គោលខៀវធ្វើឲ្យបង្គោលខៀវដួលទៅលើតាពីផឹងក្រោកឡើងក្រេះបង្ហាញនៅសភាពធម្មតាស្មារតីរឹងមាំអត់បាត់បង់ម្ចាស់ការប៉ុន្តែបែរជាអញ្ញាកណ្ដាលប្រើនៅឆន្ទានុសិទ្ធិរបស់ខ្លួនបានបញ្ឈប់ការប្រកួតហើយការប្រកួតនេះគ្រប់គ្នាគិតសង្ឃឹមនិងរំពឹងទុកថានឹងបញ្ឈប់បង្គោលក្រហមប៉ុន្តែសពយ៉ាងបែរជាផ្ទុយស្រឡះ360ដឺក្រេអញ្ញាកណ្ដាលប្រើឆន្ទានុសិទ្ធិទៅបញ្ឈប់បង្គោលខៀវដោយអយុត្តិធម៌បំផុតត្រង់នេះមហាជននាំគ្នាសន្និដ្ឋាននឹងវាយតម្លៃថាច្បាប់ថ្មីក្រោមសភៅថ្មីក្រោមការដឹកនាំថ្មីធ្វើ
ធ្វើឲ្យអាញាកណ្ដាលចេញចរិតមកថ្មីពីព្រោះក្នុងសភៅចាស់វាអត់មានបើធ្វើតាមសភៅចាស់ច្បាប់ចាស់ដែលអ្នកមើលគុណខ្មែរជាង20ឆ្នាំមកនេះគឺអត់មានរូបភាពហ្នឹងទេបងប្អូនត្រូវចាំណាអ្នកគ្រប់គ្រងគុណខ្មែរប្រហែលលានអ្នកក្នុងស្រុកខ្មែរខ្ញុំមិនអាច estimate មិនអាចធ្វើការប៉ាន់ប្រហែលបានទេប៉ុន្តែឆ្លងតាមការមើលកាលពីគុណខ្មែរមិនទាន់ធ្លាក់ការគ្រប់គ្រងមកដល់នាពេលបច្ចុប្បន្នការគ្រប់គ្រងរាប់រយខេបានសម្ដែងឲ្យឃើញថាមនុស្សរាប់សិបម៉ឺននាក់ណាមនុស្សរាប់សិបម៉ឺននាក់បាននឹងកំពុងតែគ្រប់គ្រងគុណខ្មែរនេះខ្ញុំនិយាយកាលពីមួយឆ្នាំមុនដែលកំពុងតែពេញពុះចុងឆ្នាំ2023 2024រហូតដល់ចុងឆ្នាំដើមឆ្នាំប៉ុន្តែមកដល់ពេលបច្ចុប្បន្នខ្ញុំសង្កេតឃើញនិងខ្ញុំទទួលបានមតិខាងក្រៅពីមហាជនជាច្រើនគេធុញគេតប៉ែនឹងភាពរញ៉េរញ៉ៃណាគេធុញនឹងភាពរញ៉េរញ៉ៃដោយសារតែអាឈួតទៅជាអាជាទៅជាឈួតយកអាមនុស្សឈួតមកធ្វើការអាមនុស្សជាអត់បានមានឱកាសធ្វើការណានេះឬកំណែតម្រង់ត្រូវខ្ញុំទទួលស្គាល់នេះគឺជាកំណែតម្រង់ថ្មីដែលអ្នកគ្រប់គ្រងគុណខ្មែរចិត្តមកប្រទេសមើលប្រហែលជា20ឆ្នាំមកគេមិនដែរជួបខ្ញុំក៏សុំទៅសារដែរគឺជាកំណែតម្រង់មួយដែលធ្វើឲ្យអ្នកគ្រប់គ្រងគាត់ต้องឈួតលេលើអស់គ្រប់គ្នាតែខ្ញុំទាំងគេទៅជាស្រឡាំងកាំងអាខុសទៅជាត្រូវអត់ត្រូវទៅជាខុសច្បោកច្បល់ពេញទឹកពេញដីប៉ាណាអស់លេងនេះគឺជាកំណែតម្រង់មួយដែលយើងត្រូវអបអរសាទរត្រូវសាទរនឹងការដឹកនាំថ្មីត្រូវសាទរនឹងមេថ្មីត្រូវសាទរនឹងសភៅថ្មីត្រូវសាទរនឹងច្បាប់ថ្មីដែលអាចាស់ពីមុនមកយើងធ្លាប់មើលវាត្រូវក្លាប់ចាក់អស់លីងអ្វីដែលជាទំនៀមទម្លាប់ដែលយើងធ្លាប់មើលគុណខ្មែរជំនាន់ណាពួកគាត់ប្រកួតជំនាន់មុនវាខុសគ្នាមិនថានឹងដីទាំងច្បាប់ទាំងគុណភាពកីឡាករសូមឲ្យនិយាយលេងសើចអស់សំដៅតិចចុះយំតែស្រង់បើមិនអបញ៉ាយំតែស្រង់បិទប្រាក់ខ្ញុំរត់ឆ្នាំគ្នានៅតែក្នុងបន្ទប់តុបតែងបទចម្រៀងអីនិពន្ធអីចឹងទៅកវីនិពន្ធហើយតាស្រង់មករយៈចុងក្រោយក៏ចេញមុខជាទូទៅមនុស្សដែលស្ដាប់បទចម្រៀងកវីនិពន្ធយំតាស្រង់មិនដែលស្គាល់ថាយំតាស្រង់នឹងមុខអ្មេចទៅណាគាត់ឆ្ងល់ដូចខ្ញុំគាត់ឆ្ងល់ហើយគាត់សួរខ្ញុំគាត់ហៅខ្ញុំទៅធ្វើការងារអីគាត់ទៅដាំសួនឲ្យគាត់ក៏ឆ្លៀតសួរខ្ញុំគាត់ថាគាត់អត់ដែលដឹងហើយគាត់សួរថាចប់ពុំម៉ែកីឡាករមុនគាត់លើកឧទាហរណ៍ដូចនួនភិរមនួនសូរិយាលឹកវិបុលស្អីណាគាត់រៀបរាប់ធនហើយគាត់ស្គាល់ទំនងច្រើនរបស់គាត់មែនហើយខ្ញុំអត់ដែលដឹងតែយំតាស្រង់គេចេះមើលបដាលមើលអីទេដល់ទៅពេលក៏សួរខ្ញុំរៀបរាប់គាត់ថាចុះឥឡូវមិនខុសពីមុនឆ្ងាយមិនវាយតែ3ទឹកទៅហក់ចង់ដាច់ទាំងហើហើយកីឡាករសេរីចាស់វាយពីមុនល្អមើលឥឡូវមិនវាយអត់ល្អមើលចឹងហើយខ្ញុំអាចចង់ចំណាយធនធានធ្វើម៉េចចូលរួមក្នុងវិស័យហ្នឹងមិនត្រូវធ្វើម៉េចអីមិនណែត្រូវចាំហើយទទួលស្គាល់អូគុណខ្មែរលើល្បីមែនល្បីទៅដល់ស្រុកចិនល្បីទៅដល់ស្រុកជប៉ុនល្បីទៅដល់អាមេរិកល្បីទៅដល់អូស្ត្រាលីល្បីទៅដល់កាណាដាល្បីចុយយ៉ាល្បីហើយល្បីមែនទេឥឡូវហ្នឹងល្បីក្នុងស្រុកទៀតបាទល្បីមែនទេល្បីកីឡាករក្រៅប្រទេសមហាក្នុងស្រុកវាយអាខ្លាំងក្នុងស្រុកដែលដើរទៅល្បីតាមក្រៅប្រទេសណាលេខអស់ហើយនេះរីកចម្រើនមែនគួរឲ្យកត់សម្គាល់ក្រោមការដឹកនាំនេះខ្ញុំទទួលស្គាល់ថាពិតជារីកចម្រើនទាំងកីឡាករបរទេសមហាស្រុកខ្មែរក៏គេរីកចម្រើនក៏គេខ្លាំងហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់មួយទៀតគឺច្បាប់ថ្មីនេះល្អបងប្អូនខ្ញុំសម្ដែងការគ្រប់គ្រងសាទរច្បាប់ថ្មីល្អការតាក់តែងការនិពន្ធការរៀបចំការចងក្រងរបស់អស់លោកព្រឹទ្ធាចារ្យចាស់អូយល្អណាស់លោកគ្រូអ្នកគ្រូទាំងអស់ខ្ញុំសុំសរសើរអាច្បាប់ថ្មីនឹងល្អបងល្អហឹងតិចទៀតលោកគ្រូល្អអូល្អសុំខ្ញុំសុំសរសើរខ្ញុំធ្លាប់ធ្វើការមួយលោកគ្រូកាលពីជំនាន់អាណត្តិចាស់ក្រោមការដឹកនាំរបស់លោកប្រធានចាស់អស់លោកមន្ត្រីចាស់អូច្បាប់ពីមុនមើលទៅដូចញ៉ៃញ៉ៃជឿហ៎វាយ5ទឹកហើយកីឡាករអត់កម្លាំងហើយអញ្ញាកដាចៅក្រមកម្រនឹងកើតកំហុសតោះពេលអាច្បាប់ថ្មីអាសភៅថ្មីអាការរៀបចំថ្មីអស់លោកមន្ត្រីថ្មីដែលឡើងមកជួយជ្រុំជ្រែងលោកប្រធានថ្មីគឺរៀបចំដាក់ថ្មីអូល្អមែនតើល្អណាស់ខ្ញុំប្រាប់ចូលទៅមើលខមមិននៅគេទៅសើពេញប្រទេសមិនចឹងណាបកាយរៀបចំហ្មងបកាយតាក់តែងហ្មងខ្ញុំសុំសរសើរខ្ញុំមិនដែរប្រទេសទេក្នុងនាមខ្ញុំអ្នកស្រឡាញ់គុណខ្មែរហើយតស៊ូធ្វើតាំងពីពិធីកហើយមានជនបាតសង្គមមួយចំនួនដែលវាដៀលថាសិនតែខ្ញុំនឹងធ្វើការគេដេញក្បាលចោលហ្នឹងហើយទៅស៊ើបប្រវត្តិណាទៅស៊ើបប្រវត្តិឡើងវិញអញ្ចឹងខ្ញុំតស៊ូស្រឡាញ់រហូតអត់អីធ្វើអត់មានអីប៉ុន្មានតែស្រឡាញ់គុណខ្មែរនៅបន្តប្រម៉ែប្រមូលគៀងកសប្បុរសជនជួយនេះជួយនោះតាមលទ្ធភាពរហូតដល់ជាង2ឆ្នាំហើយឆ្នាំទី2ហើយឆ្នាំទី2ដល់ខែទី4ណែប៉ុន្តែអ្វីដែលយើងគួរឲ្យកត់សម្គាល់ខ្ញុំស្ទង់មតិមហាជនដែលខ្ញុំផុសវីដេអូទៅគេថាគុណខ្មែរលោករីកចម្រើនណារីកនិយាយទៅវារីកពេករីកឡើងហៀកញ្ចក់ទូរស័ព្ទគេលេងមើលហ្មងវារីកពេកវារីកទៅរីកផុតអាកញ្ចក់ទូរស័ព្ទគេលេងចង់មើលហ្មងរីកខ្លាំងពេកចុះរីកទៅដល់ចិនផងរីកទៅដល់ជប៉ុនផងអូរីកទៅដល់អូស្ត្រាលីរីកទៅដល់អាមេរិករីកទៅដល់កាណាដារីកទៅដល់ភូមារីកទៅដល់ឡាវរីកទៅដល់វៀតណាមចុយម៉ៃអារីកវាអាក្រំទូរស័ព្ទហ្នឹងរីកទៅហៀគាត់មើលឃើញគេថាគាត់ឈប់មើលហ្មងវារីកពេកគុណខ្មែររីកពេករីកខ្លាំងហ្មងក្រោមអាច្បាប់ថ្មីអាស្អីគេសភៅថ្មីអីហ្នឹងមកហើយមានមេធាវីច្រើនទៀតយកទៅរីកទាំងមេធាវីរីកទាំងស្អីនិយាយទៅគុណខ្មែររីកខ្ញុំទៅសតថារីកមិនដែលប្រទេស
សម័យណាក៏មិនដែលរីកចម្រើនដូចសម័យនេះដែរគុណខ្មែរខ្ញុំប្រាប់ទៅណារីកបងប្អូនដើរសួរគេបើមិនជឿខ្ញុំសួរបងប្អូនខាងក្រៅខ្ញុំសួរបងប្អូនគុណខ្មែរគាត់ថាអូហេរ៉ូគុណខ្មែរលើរីកនិយាយពីរីកគេដូចអាចគោអាពេលត្រូវទឹកភ្លៀងមកមានខ្ញុំគាត់ថារីកចឹងហ្មងឬគាត់ថាចឹងគាត់ថារីកខ្លាំងណារីកណារីកខ្លាំងណាគួរឲ្យកោតសរសើរបាទសរសើរដល់ថ្នាក់ដឹកនាំសរសើរដល់ព្រឹទ្ធាចារ្យចាស់ដែលចេះរៀបចំចងក្រងបង្កើតច្បាប់ទម្លាប់ថ្មីតាមស្តង់ដារអន្តរជាតិនិយាយទៅល្អមែនតើហ្មងឡើងគុណខ្មែរទៅខ្ញុំដើរខាងក្រៅលើទោះបីខ្ញុំអត់បានធ្វើពិធីកបានអីតែខ្ញុំជួបបងប្អូនមហាគ្រួសារគុណខ្មែរយើងដែលគ្រប់គ្រងគាត់និយាយប្រាប់ខ្ញុំគាត់ថាអូហេរ៉ូសូមសរសើរតាំងពីអាណត្តិថ្មីមកសហព័ន្ធដឹកនាំគឺកីឡាកររីកចម្រើនគឺកីឡាករមានឡានមានផ្ទះឥឡូវបងប្អូននិយាយអត់រីកមិនកីឡាករផ្ទះទំនើបនៅគ្រប់គ្នាឥឡូវផ្ទះល្អវិឡាប៉ុណ្ណាណៃឃើញហ្នឹងមិនរីកហើយខ្វាក់ភ្នែកឯងមើលអត់ឃើញគុណខ្មែររីកចម្រើនលោកឯងមកពីណាចាញ់មកពីណាបើអត់ឃើញគុណខ្មែររីកចម្រើនមើលខ្ញុំសួរអ្នកណាហ៊ានថាគុណខ្មែររីកចម្រើនហ៊ានបើមិនមកកភ្លៀងមកខ្ញុំបែកមាត់ជា2ជា3លើខ្ញុំថាគុណខ្មែររីកចម្រើនពីព្រោះខ្ញុំឃើញវារីកមែនតើរីករហូតដល់ថ្នាក់ហ៊ីអេក្រង់ទូរស័ព្ទឥឡូវគាត់មើលកីឡាករពីមុនតម្លៃខ្លួនមែនឥឡូវក្រោមការដឹកនាំក្រោមការរៀបចំរបស់ប្រធានថ្មីរបស់លោកតាលោកអ៊ំលោកពូលោកគ្រូលោកបងហ្នឹងណានិយាយពីគាត់នាំគ្នាចងក្រងរៀបចំច្បាប់ទម្លាប់បងប្អូនអើយឆ្គីពេញហ្នឹងកីឡាករគាត់ម្នាក់អ្នកខ្លះផ្ទះ2 3អ្នកខ្លះឡាន2 3អ្នកខ្លះម៉ូតូ2 3អូមានអ្នកខ្លះមានប្រពន្ធដល់2 3អូអាខ្លះមានស្រីដល់3 4ទៀតហើយនឹងប៉ុណ្ណឹងផងអត់រីកចម្រើនទៀតឥឡូវមើលកន្លែងណាដែលបងប្អូនថាគុណខ្មែរអត់រីកចម្រើននៅខ្ញុំសួរបងប្អូននិយាយឲ្យត្រង់ទៅវិញទៅមកមុខគ្នាខ្ញុំថាគុណខ្មែររីកចម្រើនតើបងប្អូនថាគុណខ្មែររីកចម្រើនអត់បើខ្ញុំមើលឃើញថាគុណខ្មែររីកចម្រើនហើយគឺជាការពិតពីព្រោះខ្ញុំស្គាល់កីឡាករអតីតកីឡាករប្រវត្តិកីឡាករពីមុនរកតែអង្គច្រកឆ្នាំងមិនចង់គ្រប់រកតែមធ្យោបាយធ្វើដំណើរមិនមានរកតែជំរកនៅស្ទើរតែមិនបានមកដល់ការដឹកនាំរបស់ប្រធានសហព័ន្ធអាណត្តិថ្មីជាមួយនឹងលោកគ្រូលោកចាស់ព្រឹទ្ធាចារ្យបិតាអង្គការសហប្រជាជាតិបិតាមហាច្បាប់បិតាមហាទម្លាប់អូនិយាយពីរីកចម្រើនឃើញទេឥឡូវបើមិនជឿសួរបងប្អូនអ្នកតាមដានគុណខ្មែរហ៊ាននិយាយថារីកចម្រើននេះអូនៀតសួស្ដីនៀតហ្នឹងហើយណារ៉ាឧបត្ថម្ភ$100អរគុណណារីកចម្រើនត្រូវទទួលស្គាល់ការពិតអូសួស្ដីតូម៉ែសុខសប្បាយអូនតន់ហូបបាយអូនដោយសារឃើញគុណខ្មែររីកចម្រើនពេកមកពីធ្វើការកាន់ចេកមួយឲ្យត្រៀមរៀបនេះហាពេលល្ងាចខ្ញុំចេកកុំនិយាយណាអ្នកឯងនិយាយថាគុណខ្មែរអត់រីកចម្រើនគឺអ្នកឯងក្បត់ការពិតអ្នកឯងនិយាយខុសការពិតនិយាយមែនឈរលើសច្ចធម៌ឈរលើសច្ចភាពគុណខ្មែរពិតជារីកចម្រើនណារីកខ្លាំងមែនតើខ្សែក្បាត់ក៏សម្បូរបែបបងប្អូនគិតមើលណាខ្សែក្បាត់ពីមុនមិនសម្បូរដូចឥឡូវណាក្រាក់ដេវីតសុខសប្បាយបងពូសុខចាំអាយស្អាតអរគុណឥឡូវបងប្អូនមើលពីមុនខ្សែក្បាត់មិនមែនដូចយើងសម័យការដឹកនាំរបស់មេថ្មីយើងទេមេថ្មីយើងខ្សែក្បាត់ក៏ជាកីឡាករម្នាក់សឹងតែធ្វើផ្ទះតែតឹង4 ម៉ែត្រ 4 ជ្រុងដាក់ខ្សែក្បាត់អត់អស់ហើយនឹងមិនសម្ដែងពីការរីកចម្រើនឯកឧត្តមប្រធានដឹកនាំកីឡាករទៅកាន់ចិនទៅអាមេរិកទៅកាណាដាទៅអូស្ត្រាលីលោកហត់ជិះកប៉ាល់ហោះរាប់ម៉ោងអស់លុយរាប់ម៉ឺនហើយផ្សាយម្លឹងឲ្យផងថាអរិចកន្លែងណាដែលថាអរិចណាហើយកីឡាករខ្លះពីមុនវាយគីឡូ51 52 53ឥឡូវបងប្អូនឃើញគីឡូ75ហើយនឹងផងអរិចទៀតកុំហ៊ាននិយាយបំភ្លៃការពិតខ្ញុំទទួលស្គាល់គុណខ្មែររីកចម្រើនណារីកចម្រើនកុំក្បត់ឧត្តមកតេខ្លួនឯងខ្ញុំអត់ក្បត់ឧត្តមកតេខ្លួនឯងទេខ្ញុំឃើញគុណខ្មែររីកចម្រើនកីឡាករមានជីវភាពទូធាណាលោកគ្រូអ្នកគ្រូដែលគាត់ចេះធ្វើទីផ្សារល្បីគាត់មានធនធានមានលុយមានកាក់ណាមានផ្ទះនៅល្អមានមធ្យោបាយធ្វើដំណើរសមរម្យនេះគឺដោយសារតែការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយកតេបណ្ឌិតរបស់ប្រធានថ្មីរបស់លោកគ្រូអ្នកគ្រូអ៊ំប្រុសអ៊ំស្រីព្រឹទ្ធាចារ្យលោកតាលោកយាយគាត់ប្រឹងមួយថ្ងៃគ្មានបានដេកទេខ្ញុំប្រាប់ទៅខ្ញុំស៊ើបឲ្យលោករវល់ម្នាក់មានបានដេកទេប្រឹងគាត់រកវិធីសាស្ត្រធ្វើម៉េចធ្វើច្បាប់ឲ្យថ្មីច្បាប់ថ្មីទៅកីឡាករវាយអាណាគាត់ត្រូវចង់បញ្ចុកទៅហើយប៉ុណ្ណឹងអត់នេះទៀតពីមុនមានណាធ្វើចឹងកើតអត់ទេអត់ចឹងទេយើងទៅសើសម័យកាលការដឹកនាំរបស់ប្រធានថ្មីនេះរិចអ្នកណាថាអត់រិចឲ្យច្បាប់ហើយបើជឿដើរសួរកីឡាករបានជឿដើរសួរកីឡាករដឹងច្បាស់ជាងគេរិចមិនរិចសួរកីឡាករពីមុនកីឡាករគាត់វាយមកប្រកួតបានមែនឥឡូវតម្លៃខ្លួនឡើងដល់រាប់ពាន់ម្នាក់ហើយប៉ុណ្ណឹងអត់ហ៊ាននិយាយថាការដឹកនាំអត់រីកចម្រើនទៀតប៉ុណ្ណឹងអត់រីកចម្រើនទៀតតែចង់បានអីទៀតចង់បានប៉ុណ្ណាទៀតដែលឲ្យថារីកចម្រើនមើលខ្ញុំសួរអាមិនទៅបានរីកចម្រើនប៉ុណ្ណឹងហ្នឹងអត់រីកទៀតរីកហើយខ្ញុំដើរសួរបងប្អូនតាមខាងក្រៅនៅពេលដែលគាត់មកហូបអីនៅកន្លែងខ្ញុំនៅពេលដែលខ្ញុំទៅធ្វើដំណើរតាមអីផ្លូវទៅណាមកណាធ្វើការរស់ស៊ីលិចកើតអីជួបជុំពួកគាត់ចុះចែកជំនួយជួបបងកងតបតាមព្រំដែននេះនៅពេលដែលខ្ញុំចុះហ្នឹងគឺ
អត់ចេះស្ដាប់ទេខ្ញុំនិយាយថារីកសួរខ្ញុំតែនិយាយរីកឌីលពាក្យថាឌីលវាផ្សេងនេះខ្ញុំទៅសើណាខ្ញុំទៅសើពួកខ្ញុំឃើញរីកណាហើយស្រុកខ្មែរបងប្អូនដឹងហើយក្លឹបជាង100ក្លឹបតាំងពីអាណត្តិប្រធានចាស់តាំងពីជំនាន់លោកហេងសុខុនដាក់អីធ្វើជាអគ្គលេខាធិការណានេះឃើញទេដល់ពេលឥឡូវគេដូរសេនានយោដូរប្រព័ន្ធគ្រប់គ្រងគេដូរគោលនយោបាយនិយាយពីគុណខ្មែររីកចម្រើនរីករហូតដល់ច្បាប់ដែលអ្នកមើលចាស់ចាស់គាត់អត់ដឹងមកពីយើងអត់រៀនគេអ្នកធ្វើថ្មីឥឡូវគេរៀនគេអ្នកមកដឹកនាំថ្មីឥឡូវគេកាន់សភៅគេរៀនមនុស្សចាំមិនគេថាឲ្យរៀនណាឲ្យរៀនឲ្យមើលសភៅសហព័ន្ធគេខំបោះសភៅឲ្យមើលហើយយើងអត់ព្រមមើលហើយយើងគិតពីតំណាក់កំហុសឲ្យសហព័ន្ធគិតពីស្ដីឲ្យសហព័ន្ធគិតទៅពីចាប់កំហុសសហព័ន្ធគិតទៅពីជន់ផលិតសហព័ន្ធតែសភៅសហព័ន្ធមានយើងអត់ព្រមមើលសហព័ន្ធលោកបោះសភៅអត់ច្រើនណាស់ហើយព្រឹត្តិការណ៍លោកអត់មានបានដេកម្នាក់សក់ស្កូវកពីងកព្រឿងអស់ហើយខំចងក្រងសភៅទុកឲ្យបងប្អូនទូចចាំធីចង់អានជាមួយចង់ឲ្យបងប្អូនមហាជនគុណខ្មែរលោកដឹងថានេះច្បាប់របស់សហព័ន្ធគេរៀបអញ្ចឹងស្តង់ដារ professional ស្តង់ដារអន្តរជាតិគេមានច្បាប់មានទម្លាប់មានរូបមន្ត A បូក B លើកជាការ៉េស្មើ A ការ៉េបូក B ការ៉េបូក 2 AB អីចឹងចាឧទាហរណ៍ហើយយើងអត់មើលហើយយើងនាំគ្នាបន្ទោសហព័ន្ធហើយសហព័ន្ធដឹកនាំឥឡូវរីកចម្រើនចង់ងាប់ហើយមកថាអត់រីកចម្រើនមិនខ្ញុំអត់ទេខ្ញុំតាមសហព័ន្ធហើយខ្ញុំឃើញសហព័ន្ធរីកចម្រើនខ្ញុំសាទរហើយឥឡូវរីកចម្រើនសពផ្សាយនោះទៅដល់ណាចិនមើលវាយជឹកងាប់នៅចិនកីឡាករចិនដួលសន្លប់ចិត្តអស់លែងមានកីឡាករណាវាយមួយខ្មែរកើតទេឃើញហើយប៉ុណ្ណឹងអត់រីកចម្រើនទៀតទៅអូស្ត្រាលីឃើញវាយពួកនៅអូស្ត្រាលីពាយរៀបដូចកទេលឃើញទៅខាងកាណាដាវាយពួកកាណាដាសន្លប់អាខ្លះវាយកពេះអាខ្លាច់បាក់ដៃបាក់ជើងទៅអាមេរិកនោះអាខ្លះបត់កអូឃើញកីឡាករយើងរីកចម្រើនណាស់ហើយឥឡូវប្របាក់រកណាមកទុកមួយកីឡាករខ្មែរយើងនេះកីឡាករមកពីក្រៅវាយលេងឈ្នះខ្មែរឥឡូវមានតែវិធីសាស្ត្របណ្ដោះកីឡាករយកជនជាតិបរទេសមកហាត់នៅខ្មែរវាយមួយខ្មែរហ្មងអាហ្នឹងមិនឈ្នះរៀនតែឲ្យខ្មែរទៅវាយក្រៅពួកនៅក្រៅវាយឈ្នះខ្មែរទេឈ្នះទេខ្មែរខ្លាំងណាស់កីឡាករខ្មែរខ្លាំងរីកចម្រើនយើងត្រូវទទួលស្គាល់ការពិតឃើញក្លឹបឥឡូវកីឡាករមានបបោហូបចុកគ្រប់គ្រាន់អត់ខ្វះអីហូបអត់ខ្វះកន្លែងស្នាក់នៅហើយអត់ខ្វះកម្មវិធីប្រកួតកម្មវិធីជិត400កម្មវិធីប្រកួតហើយក្លឹប100ការជំនាន់ប្រធានចាស់នៅក្លឹប136ប្រកួតគាត់ចាញ់អត់មានសល់ក្លឹបណាមួយប្រកួតមកទឹកគ្រប់ក្លឹបទាំងអស់ហើយនឹងមិនថាត់ក្រោមការដឹកនាំដ៏ឆ្លៀវវៃរបស់ប្រធានសហព័ន្ធថ្មីឯងបើលោកអត់មានភាពឆ្លៀវវៃអត់មានភាពក្លាហានក្នុងការដឹកនាំហើយលោកអត់មានវិជ្ជាជីវៈច្បាស់លាស់ចេញមកបកស្រាយបំភ្លឺមហាជនមកយល់ពីគុណខ្មែរអ្នកមើលពីមុនហ្នឹងចាស់អស់ហើយហ្នឹងអញ្ចឹងពេលខ្លះទៅគាត់ភ្លេចភ្លាំងអញ្ចឹងបានអាដាមប្រធានសហព័ន្ធថ្មីមកឲ្យតែមានប្រតិកម្មឲ្យលោកតែងតែពោចំណាយពេលវេលាដ៏មានតម្លៃរបស់លោកឡើងមកបកស្រាយលើវេទិកាដើម្បីឲ្យមហាជនបានយល់ពីច្បាប់ទម្លាប់ព្រោះលោកមានបទពិសោធន៍ជោគជាំជាមួយនឹងអភិស័យគុណខ្មែរហ្នឹងលោកធ្វើជាមួយគុណខ្មែរវាចូល20ឆ្នាំហើយអាដាមប្រធានណាអញ្ចឹងលោកច្បាស់ណាស់គឺជាមួយនឹងច្បាប់ទម្លាប់សភៅឃើញសភៅលោកកាន់ណាលោកអានឡើងទួតែសើលោកប្រធានកាន់គាត់បកកែថៃសភៅគាត់ស្អាតតែបើសភៅខ្ញុំអានអានប៉ុនលោកប្រធានខ្ទេចម៉ត់អស់ហ្មងតែសបកអត់បានអញ្ចឹងយើងគួរតែសាទរគ្រប់គ្រងណាលើកទឹកចិត្តដល់លោកប្រធានដល់សមាជិការបស់លោកប្រធានដែលជាភ្នែកជាច្រមុះរបស់លោកប្រធានហើយពេលខ្លះសូម្បីតែកូនសិស្សឡើងវាយគ្រូឡើងធ្វើអាញាកដាលឃើញលោកប្រធានខមមិនទៅលោកថាកម្មវិធីអីគេឃើញលោកហត់ដល់ថ្នាក់លោកអត់ដឹងផងអត់ដឹងថាកម្មវិធីប្រកួតមានប្រមាណផងដោយសារវាចម្រើនពេកកម្មវិធីប្រកួតច្រើនយូទូបច្រើនដល់ថ្នាក់លោកប្រធានខមមិនឃើញសុនអេលីផោគេដាក់ថាសិស្សវាយគ្រូធ្វើអាញាកដាលស្រាប់ឃើញលោកប្រធានចូលទៅខមមិនពងកម្មវិធីមួយណាកម្មវិធីអីគេឃើញទេណាសូម្បីតែប៉ុណ្ណឹងលោកប្រធានអត់ដឹងផងដោយសារកម្មវិធីវាច្រើនពេកលោកគ្រប់គ្រងណាអស់136ក្លឹបណាមែនតិចទេណាហើយកម្មវិធីរងថ្ងៃនេះរាប់សិបកម្មវិធីឥឡូវហ្នឹងមិនមែនតែសកសៅតែទេច័ន្ទគីពុទ្ធសកសៅអាទិត្យមកខ្ញុំមានដឹងណាខ្ញុំទៅស៊ើបសួរតាមក្លឹបដែលខ្ញុំចោះជួយអីផ្សេងសួរថ្ងៃហ្នឹងនៅផ្ទះដែរគេថានៅអត់ផងមិនចឹងថ្ងៃច័ន្ទគេអត់ទេខ្ញុំទៅប្រកួតខែនេះខែនោះអញ្ចឹងបានសេចក្តីថាការប្រកួតគឺមានតាំងពីច័ន្ទគីពុទ្ធសកសៅអាទិត្យគឺចង់មានតនេឃើញហើយប៉ុណ្ណឹងអត់រីទៀតបងប្អូនណាកុំក្បត់ឧត្តមកតេខ្លួនឯងកុំក្បត់មនសិការឃើញរីកចម្រើនយើងត្រូវតែសាទរត្រូវតែទទួលស្គាល់ការពិតពីព្រោះខ្ញុំឃើញតែរីកចម្រើនមែនក្លឹបសរុបដែលខ្ញុំដឹងពីអាណត្តិចាំ136ក្លឹបឃើញរៀងរាល់សប្តាហ៍គ្មានក្លឹបណាមួយអត់បានវាយទេគឺបានវាយគ្រប់ក្លឹបទាំងអស់ជាង100ក្លឹបអញ្ចឹងលោកបកកាយចាត់ចែងលោកបកកាយរៀបចំដឹកនាំធ្វើមិនឆ្នៃធ្វើមិនឲ្យកូនចៅនឹងបានវាយគ្រប់ក្លឹបទាំងអស់កុំឲ្យកូនដែលកុំឲ្យតែកូនស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលហ្នឹងគឺថាដាច់បាយទៅហើយទឹកអីចឹងណាអញ្ចឹងគឺថារៀបចំឲ្យមានកម្មវិធីវាយគ្រប់កន្លែងបងប្អូនមើលខ្ញុំឥឡូវអត់ដឹងថាសង្វៀនមានប្រមាណផងវាច្រើនពេកមិនមែនតែខ្ញុំមិនសូម្បីតែលោកប្រធានក៏លោកអត់ដឹងដែរលោកមានដឹងដែរថ្ងៃមុនឃើញអេលសុនអេលីបរហោះទៅស្រាប់តែឃើញលោកប្រធានចូលខមមិនហ្នឹងអារឿងសិស្សវាយគ្រូធ្វើអាញាកដាលនោះបុកម្ពុជាវាច្រើនពេកហើយសេនារយញុកញ៉ៃហ្នឹងលោកប្រធានលោកពិបាកដែរណាហើយសេនាធិការរបស់លោកប្រធានគេហៅស្លាប់ឆ្វេងស្លាប់ស្ដាំ
đây ngheตีปรึกษาរបស់លោកឲ្យសត្វតអ្នកជំនាញខាងបដាលទៀតបើចង់លោកត្រូវណែកុំបន្ទោណាលោកហត់ណាលោកហត់ទី1ត្រូវផ្ដល់យោបល់ជូនលោកប្រធានត្រូវយកចិត្តលោកប្រធានណាបន្តមកទៀតត្រូវធ្វើម៉េចត្រូវមើលរៀបចំចងក្រងច្បាប់ទម្លាប់ធ្វើម៉េចត្រូវតាមស្តង់ដារអន្តរជាតិណាគឺត្រូវឲ្យតាមស្តង់ដារអន្តរជាតិគេមានស្អីគេសម័យការបុកបេអីមិនហ្នឹងដូចខ្ញុំនិយាយមិនអញ្ចឹងលោកហត់លោកត្រូវគិតការដឹកនាំឲ្យលោកគិតទៀតថាអូអញបន្ទាប់ពីទៅផ្សាយនៅចិនអញគួរទៅផ្សាយនៅរុស្ស៊ីទៀតអត់តែអញគួរទៅវាយនៅអ៊ុយក្រែនទៀតអត់ណែលោកគិតណាលោកគិតសក់ជ្រុំជ្រោយសក់បាច់ដែរយើងគ្រាន់តែជាសមាជិកគ្រួសារមួយយើងគិតចិត្តងាប់ហើយដូចខ្ញុំមិនត្រឹមតែគ្រួសារខ្ញុំមានសមាជិកមានឪពុកមានម្ដាយមានកូន2មានប្អូនមានក្មួយសរុបសមាជិកប្រហែលជា20នាក់ខ្ញុំពិបាកចង់ងាប់ហើយចង់ងាប់លោកប្រធានគ្រាន់តែកូនចៅលោកជំនួយការប្រមាណហើយចោះចាស់ព្រឹទ្ធាចារ្យលោកអ្នកច្បាប់ដែលរៀបចំជាមួយលោកទៀតហ៎ដឹងប្រមាណហើយត្រូវខំប្រឹងទៅសេធ្វើម៉េចឲ្យតន់ត្រូវធ្វើម៉េចឲ្យតន់ការវិវត្តរបស់អន្តរជាតិឬក៏ការវិវត្តជាសកលហ៎ណាហ្នឹងអាណិតលោកប្រធាននិយាយទៅមិនតែលោកប្រធានទេទាំងអស់គ្រប់មន្ត្រីរបស់សហព័ន្ធកីឡាបដាល់គុនខ្មែរគឺយើងត្រូវអាណិតគាត់ទាំងអស់ពួកគាត់ហត់គាត់លះបង់ដើម្បីគុនខ្មែរច្រើនណាស់ម្នាក់គ្មានបានដេកទេខ្ញុំស៊ើបហើយអត់មានពីណាបានដេកទេណាអត់បានដេកទេខ្ញុំស៊ើបអស់ហើយអាណិតលោកនិយាយទៅគ្រប់ត្រូលទៅហ្នឹងហើយនៅមានមេធាវីទៀតហ៎មេធាវី31នាក់ហ្នឹងហើយមេធាវីត្រូវជួយគិតទៅគិតអូមិនប្រឹងទេគឺគុណចៃបោកដកប្រឹងហ្នឹងអូមិនប្រឹងទេលោកទៀតប្រឹងលោកទៀតមិនប្រឹងទេគិតសពយ៉ាងមិនស្រួលទេណាបើមិនគិតហើយបើរឿងនឹងស្រួលគេធ្វើបានគ្រប់គ្នាគេមិនចាប់បាច់យកមេធាវី30-40នាក់មកជួយទេត្រឹមតែមេធាវីមួយនឹងធ្វើមិនអស់តែនេះរឿងវាច្រើនវាស្មុគស្មាញមេធាវីមួយត្រូវគិតថាអូទៅលោកប្រធានចប់នៅចិនតែលោកមានគម្រោងទៅវាយនៅអ៊ីស្រាអែលទេលោកប្រធានតែយើងមានទៅប៉ាឡេស្ទីនទេលោកប្រធានតែយើងមានទៅអ៊ីរ៉ង់ទេលោកប្រធានគុនខ្មែរគេត្រូវផ្សព្វផ្សាយជុំវិញសកលលោកមិនដូចប្រធានជំនាន់មុនទេប្រធានជំនាន់មុនវាយកីឡាករវាយ5ទឹកក្រោកឡើងឲ្យលាស់ខ្លួនភើឲ្យលាស់ខ្លួនភើដឡាត់ភើកម្លាំងទៅភើឥឡូវវាយ3ទឹកស៊ីចែកពេកចោលលោកប្រធានដឹកនាំរីកចម្រើនសម្បូរហូបចុកមិនដូចពីមុនអត់អីហូមមានស្អីហូបពីជំនាន់មុនកីឡាករវាយមួយដង 20000 30000ម៉ែសឡមួយឆ្នាំប៉ុណ្ណេះស៊ី20 30នាក់ណាអត់ទេខ្ញុំមិនដឹងឃើញហើយដូចសិលមិញហ្នឹងឥឡូវសួរគុនខ្មែរបងប្អូនដែលអានសភៅចាស់តែមើលសភៅចាស់តែឃើញអញ្ញាកដាប្រើឆន្ទានុសិទ្ធបែបហ្នឹងវាតោះតែសភៅថ្មីណាតោះតែសភៅថ្មីគឺគេអនុលោមទៅតាមច្បាប់ទម្លាប់ដែលគេបានចងក្រងហើយគេហៅថាអនុម័តយកឲ្យប្រើប្រាស់ជាផ្លូវការហើយសភៅហ្នឹងគឺជាមូលដ្ឋានគ្រឹះសម្រាប់បកស្រាយឆ្លើយតបទៅកាន់មហាជនណាគឺសភៅហ្នឹងវាជាមូលដ្ឋានគ្រឹះព្រោះអស់លោកព្រឹទ្ធាចារ្យងំធ្វើសភៅហ្នឹងបានដឹងម៉ាននេះបងប្អូនខ្ញុំខ្ជិលបញ្ចេញឈ្មោះច្រើនណាស់ហើយខ្ញុំស្គាល់ទាំងអស់ច្រើនយកទៅមែនតើរាប់ច្រើនហើយសុទ្ធតែព្រឹទ្ធាចារ្យចាស់ល្អដែលធ្លាប់រាប់អានជាមួយខ្ញុំកាលពីជំនាន់អាដាមប្រធានចាស់ប៉ុន្តែឡើងមកអាដាមប្រធានថ្មីព្រឹទ្ធាចារ្យទាំងអស់ហ្នឹងគាត់ធាក់ខ្ញុំចោលគាត់អត់ស្គាល់នឹងទេអញ្ចឹងគាត់ហត់អត់យើងអត់បន្ទោសគាត់ដែរពីមុនអាសាជួបគាត់ហូបចុកសួរនាំគាត់រៀនសូត្រពីគាត់ដល់ពេលឥឡូវគាត់មកប្រធានថ្មីធម្មតានេះគឺគាត់ត្រូវប្រឹងប្រែងចងក្រងច្បាប់ទម្លាប់ថ្មីជូនលោកប្រធានអញ្ចឹងលោកហត់នឿយគាត់ក៏អាចផ្លិចខ្ញុំផ្លិចតំណែងអីចឹងទៅខ្ញុំក៏អត់បន្ទោសលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែរខំប្រឹងទៀតដើម្បីឲ្យលោកប្រធានដឹកនាំទៅរីកចម្រើនជាងសប្តាហ៍ថ្ងៃព្រោះសប្តាហ៍ថ្ងៃយើងផ្សព្វផ្សាយទៅកាន់ពិភពលោកបានច្រើនប្រទេសហើយសង្ឃឹមថាតទៅថ្ងៃខាងមុខគុនខ្មែរយើងអាចទៅវាយនៅភពផ្កាយឬក៏ភពច័ន្ទភពសុក្រអីចឹងទៅដែលគុនផ្សេងគេមិនទាន់ធ្វើបានដូចយើងអញ្ចឹងណាវាមានចក្ខុវិស័យវាមានទស្សនវិស័យគឺលោកគឺរៀបចំគឺមានជាសេណារីយ៉ូអូណាអាហ្នឹងគឺរឿងវាអញ្ចឹង